មានភាពគាត់ធ្លាប់សួរខ្ញុំថាចាអូនក៏ចង់ប្រើ MSOI 5W3 ប៉ុន្តែយក European series នេះបានអត់ជាក់ស្ដែងតែសម្រាប់ 5W3 មួយនេះ Asia C3 API SN Asia C3 ប៉ុន្តែវាភាគច្រើនទទួលបាន approval តែពីខាង MB BMW Volkswagen ចឹងភាគច្រើនសម្រាប់ European series នេះខ្ញុំណែនាំឲ្យអ្នកដែលគាត់ប្រើប្រាស់ឡានអឺរ៉ុបដែលមិនថាឡានសាំងឬក៏ឡានម៉ាសុតព្រោះដោយសារតែឡានអឺរ៉ុបវាមានប្រព័ន្ធ after treatment device ដែលគេហៅប្រព័ន្ធម៉ាសុតខ្យល់បើនៅលើឡានសាំងគេហៅ catalytic converter ដូចពាក្យខ្មែរថាសំបុកឃ្មុំហើយបើសិនជានៅលើឡានម៉ាសុតវិញគេហៅ DPF diesel particulate filter អញ្ចឹងសម្រាប់នៅលើឡានសាំងឡានម៉ាសុតឡានអឺរ៉ុបភាគច្រើនវាមានប្រព័ន្ធម៉ាសុតខ្យល់ហ្នឹងដើម្បីជួយកាត់បន្ថយឧស្ម័នផ្សែងពុលភាយចេញទៅខាងក្រៅចឹងហើយទៅឡានអឺរ៉ុបភាគច្រើនគេ recommend ឲ្យប្រើប្រភេទពួក ACA C3 តែសម្រាប់ឡាន433 2021-2022 វិញគឺយើងមើលតាមជាក់ស្ដែងដោយសារតែយើងដឹងហើយថា433ជាប្រភេទឡានដែលមានតាបូហើយនឹងពួក direct injection បាញ់បិទដែលផ្ទាល់ចូលទៅក្នុងបន្ទប់ចំហាយចឹងហើយសម្រាប់ប្រភេទពួកឡានតាបូណាដែលប្រើក្បាលបិទបាញ់ផ្ទាល់ចូលទៅក្នុងបន្ទប់ចំហាយនឹងភាគច្រើនវាជួបកត្តា LSPI ច្រើនដូច Pre-Nixon LSPI ការផ្ទុះចំហាយមុនពេលវាឲ្យការភ្លើងនៅពេលដែលយើងបើកបរភាគច្រើនយើងទទួលបានអារម្មណ៍ថាវារៀងជីទៅកញ្ឆក់ចឹងណាអញ្ចឹងសម្រាប់ឡានប្រភេទ TGDI គេ recommend ឲ្យប្រើប្រេម៉ាស៊ីនណាដែលមាន API SP ហើយនឹង ESAC GF6A ចឹងពីខ្ញុំទៅសម្រាប់ MSOI ម៉ាកប្រេរបស់អាមេរិកដែលជាប្រេម៉ាស៊ីនដំបូងគេ import រកឃើញ synthetic oil ខ្ញុំដែរនាំឲ្យប្រើជាមួយនឹង530 ពួក signature series សម្រាប់530 signature series នេះគឺវាស័ក្តិសមបំផុតទៅលើឡាន433ហ្នឹងហើយដោយសារតែអ្នកទាំងនេះអាចមើលការកំណត់ពីខាងក្រោយនេះបានទី1បាន API SP API SP នឹងហើយទី2ពាក់ព័ន្ធជាមួយនឹង Asia វាគឺបានដល់ A5 B5 ហើយបន្តទៅលេខកូដរបស់គេហ្នឹងគឺ WSS M2C 946 B1 ហើយបន្តទៅយើងឃើញទៀត WSS M2C 961 A1 ទៀតអញ្ចឹងនេះគឺវាចំជាមួយនឹង spec របស់ឡាន433ហ្មងត្រូវទាំងកំហាប់ 5W3 ត្រូវទាំង API SP ត្រូវទាំង specification លេខកូដគេ946ទៀតដូរប្រេម៉ាស៊ីន MSOI ខ្ញុំដូរប្រេម៉ាស៊ីន MSOI ខ្ញុំនឹងមាន free ជូនទៅជាតម្រងល្អជូនមួយហើយនឹងថ្នាំលាងបិទសាំងរបស់ MSOI